សូមជម្រាបសួរបងប្អូនអ្នកស្វាគមន៍មកកាន់វីដេអូពីបន្តរបស់ខ្ញុំនៅក្នុងកម្មវិធី CapCut អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការយើងប្រើ transition នៅក្នុងវីដេអូរបស់យើងដូចក្បាលវីដេអូបងប្អូនបានឃើញមិញអញ្ចឹងតើយើងធ្វើយ៉ាងម៉េចដើម្បីវីដេអូរបស់យើងមានចលនាមានសកម្មភាពដើម្បីទាក់ទាញភ្នែកអ្នកមើលយើងគាត់មើលទៅមានអារម្មណ៍ថាចាប់អារម្មណ៍អញ្ចឹងបងប្អូនអាចមើល clip ទៅនេះមកខ្ញុំនឹងបបាយ clip ទៅនេះសិនដំបូងឡើយធម្មតាពេលយើងកាត់យើងមាន clip តង់យើងកាត់វាបបាយវាជាកង់សិនមកបបាយសិនមកអូខេតែនេះខ្ញុំបបាយមួយទៀតបាទបាយមួយទៀតមកទៅមកនេះបាយមួយទៀតមកពីមួយ clip ទៅមួយ clip ហ្នឹងបាទអូខេនេះខ្ញុំបបាយមួយទៀតខ្ញុំឧទាហរណ៍តែប៉ុណ្ណឹង clip ទេដើម្បីបងប្អូនមើលទាំងអស់គ្នាយើងចូលដំបូងឡើយយើងចូលនៅក្នុងខាងលើនេះយើងមើលពីថា transition ហើយបងប្អូនអាចឃើញមានពាក្យច្រើនបាទអោខាងក្រោមខាងឆ្វេងដែរឃើញមានពាក្យច្រើនមាន camera មាន blur មាន basics មាន mask មាន slide មានអញ្ចឹងយើងដាក់អីក៏បានដែរគាត់ថាត្រូវបងប្អូនអាចមើលទៅស្រឡាញ់អញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ថាក្នុងកន្លែង clip របស់ខ្ញុំនេះខ្ញុំឈរដំបូងឈរលើវាសិន clip ហ្នឹងខ្ញុំចង់ដាក់ clip ហ្នឹងឲ្យវាតភ្ជាប់គ្នាតំណនេះទី1ទី2នេះនៅកណ្ដាលបាទអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនឥឡូវសាក់ play សិនមកឃើញទេបងប្អូនចង់បានអានឹងវារៀងវែងថាវែងទាញវែងមកប៉ណ្ណេះមកណាបាទបើចង់ឲ្យខ្លីប៉ណ្ណេះមកថាវាចេញអា style transition ហ្នឹងគឺវាលឿនខ្ញុំផ្លិតបាទបាទអញ្ចឹងបន្តទៀតខ្ញុំចូលដាក់ clip នេះclip នេះនិង clip នេះកដាលចំនេះចុចហ្នឹងមកខ្ញុំចូលដាក់ណាក៏បានបងប្អូនគិតថាមើលទៅវា free ណាយើងគិតថាវាមិនត្រូវការបង់ប្រាក់បីទិញយើងអាចមើលទៅខ្ញុំមើល slide មើល slide free ដាក់នេះមួយមកចាចូលទៅនេះមកដាក់ slide វាមួយមកអូខេជាប់ហើយចូលមកគេថាវាឃើញកន្លែងនេះឃើញបែបនេះបងប្អូនគេថាវាដំណើរការអូខេនេះអានេះគឺជាការ demo របស់គេឲ្យយើងមើលដល់ពេលយើងដាក់ជាក់ស្ដែងមកអូខេចឹងវាធ្វើឲ្យវីដេអូរបស់យើងវារៀងអែមដែរកាលអ្នកមើលអញ្ចឹងបងប្អូនបាទហើយខ្ញុំចង់ដាក់មួយនេះទៀតដាក់កន្លែងនេះឈរដល់មក download វាសិនបាទខ្ញុំចុច add មកជាប់ហើយអញ្ចឹង play សិនណាបាទពីទាញ clip យើងឲ្យវីដេអូរបស់យើងមានចលនាមើលទៅមានការចាប់អារម្មណ៍បាទបងអាចមើលក្រោមទៀតមកមានអីគេខ្លះកន្លែងណាដែលយើងគេឲ្យយើងទិញយើងកុំប្រើដោយសារយើងចង់ប្រើរបស់ free អូខេចឹងខ្ញុំដាក់ download មួយសិនមកយើងមើល demo ដាក់ម៉ៅលើវាហ្នឹងវានឹងបង្ហាញចលនាយើងមើលអូខេខ្ញុំ add មួយទៀតមកហើយខ្ញុំសាក play វិញណាអញ្ចឹងអាការដែលយើងដាក់ transition ហ្នឹងពីមួយ clip ទៅមួយ clip ហ្នឹងគឺតកតងទៅលើបច្ចេកទេសបងប្អូនកាត់វីដេអូទេថាតើចង់ដាក់បែបម៉េចហើយឲ្យវីដេអូហ្នឹងចេញបែបម៉េចបាទអញ្ចឹងវាជួយឲ្យអ្នកមើលហ្នឹងមានភាពទាក់ទាញមកផ្នែកដែរបាទអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបើសិនបងប្អូនមានចម្ងល់មានជាសំណួរអាច comment ខាងក្រោមបានខ្ញុំនឹងព្យាយាមឆ្លើយបងប្អូនតកតងនឹងការដែលយើងប្រើប្រាស់ CapCut ជាមួយគ្នានិងអរគុណច្រើនជួបគ្នាវីដេអូក្រោយផ្សេងទៀត